ចឹងពេលដែលយើងបានសិក្សាអំពីចេតនាកម្មទាំងឡាយនៅក្នុងកម្មទាំង4ណានិយាយពីរឿងទិដ្ឋធម្មវេទនីយកម្មហ្នឹងយ៉ាងលម្អិតហើយខ្ញុំយល់ច្បាស់ហើយណាក្នុងទិដ្ឋធម្មវេទនីយកម្មហ្នឹងណាដែលយើងបានសិក្សាហ្នឹងឲ្យយើងឃើញអំពីទិដ្ឋធម្មវេទនីយកម្មគឺជាកម្មដែលមានកម្លាំងនៅក្នុងការឲ្យខ្ញុំឲ្យនៅក្នុងបច្ចុប្បន្នភពអញ្ចឹងខ្ញុំបច្ចុប្បន្នភពដែលយើងបានធ្វើហើយខ្ញុំបានចាប់ចែងហើយវានឹងឲ្យវានឹងតាក់តែឲ្យយើងនឹងទទួលនៅក្នុងបច្ចុប្បន្នភពទទួលអីខ្លះខ្ញុំដឹងយើងទទួលអីខ្លះនៅក្នុងពេលនេះខ្ញុំទទួលនៅសេចក្តីសុខដែលប្រព្រឹត្តទៅតាមផ្លូវចិត្តហើយនិងផ្លូវកាយអញ្ចឹងណាខ្ញុំសេចក្តីសុខដែលយើងទទួលបានហ្នឹងគឺឲ្យខ្ញុំគឺសេចក្តីប្រាថ្នាដែលយើងបានទៅតាមប្រាថ្នាអញ្ចឹងណាប្រាថ្នានៅរបស់ណាគឺបាននៅរបស់នឹងឯងធ្វើឲ្យចិត្តហ្នឹងសប្បាយរីករាយអញ្ចឹងខ្ញុំកាយរបស់យើងហ្នឹងក៏វាមិនសូវជាមានសេចក្តីទុក្ខបៀតបៀនដល់ជំងឺផ្សេងៗទេអញ្ចឹងឲ្យយើងឃើញអំពីអានិសង្សដែលយើងបានធ្វើតួចេតនាកម្មរបស់យើងនៅក្នុងទិដ្ឋធម្មវេទនីយកម្មអញ្ចឹងខ្ញុំនៅក្នុងទិដ្ឋធម្មវេទនីយកម្មណាយ៉ាងម៉េចដែរខ្ញុំណាយើងនឹងបានទទួលនៅអីខ្ញុំទទួលនៅសម្បត្តិ4ណាសម្បត្តិដែលយើងទទួលបានហ្នឹងកតិសម្បត្តិកាលសម្បត្តិហើយហ្នឹងឧបណាអញ្ចឹងឧបធិសម្បត្តិហើយនឹងប្រយោគសម្បត្តិអញ្ចឹងកតិសម្បត្តិហ្នឹងមានន័យថាម៉េចដែរខ្ញុំញោមបាសិកាដុំហឿននៅក្នុងកតិសម្បត្តិហ្នឹងមានន័យថាម៉េចក្នុងកតិសម្បត្តិហ្នឹងណាចាក់គ្រូកណាកតិសម្បត្តិបានដល់ការកើតក្នុងសុគតិភពជាមនុស្សឬក៏ទេវតាឬក៏ព្រហ្មអីណាចាក់គ្រូពោនៅក្នុងកតិសម្បត្តិអញ្ចឹងសួរខ្លះខ្ញុំនឹងសម្បត្តិទាំង4ណាថ្ងៃមុនណាថ្ងៃមុនបានសិក្សាខ្លះហើយខ្ញុំហើយយើងបានដឹងថាកតិសម្បត្តិនឹងឯងហើយទីទៀតនឹងសួរនៅក្នុងកាលវិបត្តិអីខ្ញុំកតិដល់វិបត្តិនឹងទុគតិអញ្ចឹងទៅយើងស្គាល់អំពីកតិខ្ញុំនឹងគឺជាសម្បត្តិដែលយើងបានធ្វើនៅក្នុងកុសលខ្ញុំទិដ្ឋធម្មវេទនីយកម្មនឹងវាបែងចែកយើងនឹងទទួលបានអំពីសភាពហ្នឹងទៅបាសិកាចិន្តាស្គាល់អំពីឲ្យខ្ញុំកាលសម្បត្តិឲ្យខ្ញុំកាលសម្បត្តិហ្នឹងមានន័យយ៉ាងម៉េចដែរខ្ញុំយល់ណាកាលសម្បត្តិយល់អំពីកាលសម្បត្តិខ្លះអត់ខ្ញុំប្រែទៅម៉េចដែរកាលសម្បត្តិបានកើតកាលសម្បត្តិឯងចាក់គ្រូហ្នឹងហើយកណាចាំផងចាក់គ្រូបាសិកាសឿនចាំនៅក្នុងកាលសម្បត្តិឲ្យខ្ញុំអញ្ចឹងចាក់គ្រូហ្នឹងហើយការសម្បត្តិបានដល់កើតនៅក្នុងសម័យព្រះមានប្រភេទមានសមាធិសាសនានៅមិនទាន់សាប់សូន្យចាគ្រូអញ្ចឹងខ្ញុំចឹងកាលសម្បត្តិគឺជាការដែលសមគួរនៅក្នុងការដែលយើងមកបដិសន្ធិខ្ញុំគឺជាការដែលព្រះរាជានឹងមានសមាធិអញ្ចឹងសម័យណាដែលព្រះរាជាមានសមាធិគឺជាសម័យនៅក្នុងកាលសម្បត្តិដែលយើងទទួលបានខ្ញុំដែលយើងទទួលបាននៅក្នុងទីនឹងហើយសូម្បីតែពុទ្ធសាសនាមិនតាន់សាបសូន្យទេមិនតាន់រលត់ទេអញ្ចឹងខ្ញុំអាហ្នឹងហៅថាកាលសម្បត្តិដែលយើងក៏បីទទួលបានណាយល់អំពីនៅក្នុងទីហ្នឹងខ្ញុំបាសិកាយូនយល់អំពីខ្ញុំប្រយោគសម្បត្តិមានន័យថាម៉េចខ្ញុំក្នុងប្រយោគសម្បត្តិហ្នឹងកណាលោកចាស់ផ្ទុយគ្នានឹងចាស់ណាផ្ទុយគ្នាអញ្ចឹងប្រយោគសម្បត្តិគឺមានការព្យាយាមដែលប្រកបនៅក្នុងសុចរិតកម្មអញ្ចឹងខ្ញុំសុចរិតកម្មអញ្ចឹងហ្នឹងហើយមិនមែនជាប្រយោគសម្បត្តិអញ្ចឹងមានន័យថាយើងធ្វើនៅក្នុងកម្មដែលយើងបានប្រព្រឹត្តធ្វើខ្ញុំណាប្រព្រឹត្តទៅនៅក្នុងយកសម្បត្តិគឺជាសម្បត្តិដែលយើងទទួលបានអញ្ចឹងខ្ញុំនៅក្នុងកាលវិបត្តិក្តីខ្ញុំកាលវិបត្តិហ្នឹងនៅក្នុងអកុសលណាកាលវិបត្តិមានន័យថាវាប្រែប្រួលនៅក្នុងទីកន្លែងហ្នឹងខ្ញុំជាកាលដែលមិនមានព្រះរាជានឹងសមាធិទេអាហ្នឹងយើងនិយាយពីរឿងកាលវិបត្តិខ្ញុំនៅថាបុគ្គលនេះមានតែខ្ញុំមានវិបត្តិផ្លូវចិត្តធ្លាប់លើគេនិយាយនឹងខ្ញុំធ្លាប់គេនិយាយចឹងអត់ខ្ញុំចេះណាគេនិយាយថាម៉េចខ្ញុំបុគ្គលនេះអីខ្ញុំវិបត្តិផ្លូវចិត្តមានន័យថាម៉េចណាធ្លាប់បានពោលទេនៅក្នុងទីហ្នឹងវិបត្តិផ្លូវចិត្តបានន័យថាធ្វើលោកចាក់គ្រូលោកចាក់គ្រូចង់សួរអត់ចង់និយាយថាគេធ្លាប់និយាយថាវិបត្តិផ្លូវចិត្តអីណោះមានវិបត្តិផ្លូវចិត្តអីណោះហ្នឹងហើយលោកចាក់កណាសួរកណាមានវិបត្តិផ្លូវចិត្តណាសួរមានន័យថាម៉េចខ្ញុំលីហ្នឹងមនុស្សគិតថាលោកចាស់ stress stress អញ្ចឹងហ៎ពាក្យថាវិបត្តិនោះមានន័យថាខ្ញុំវិបត្តិផ្លូវចិត្តហ្នឹងចិត្តហ្នឹងវាប្រែប្រួលខ្ញុំប្រែប្រួលបែរទៅជាខ្ញុំចិត្តហ្នឹងវាធ្លាប់តែល្អបែរទៅជាចិត្តហ្នឹងវាត្រូវជាអីជាអាក្រក់វិញអញ្ចឹងខ្ញុំដូចវាផ្លាស់ប្ដូរហ្នឹងណាកណាចាស់អស់ហើយហ្នឹងហើយចង់និយាយថានៅក្នុងខ្ញុំក្នុងចិត្តដែលវិបត្តិហ្នឹងមានន័យថាចិត្តហ្នឹងពីមុនវាធ្លាប់ខ្ញុំធ្លាប់គិតល្អធ្វើល្អហើយដល់ពេល
đồ pla bình tới bay từ chia kịch mình lo thôi mình lo lột cha bị bắt lời chết ban này thành bờ tam đại kia vậy với nhau dương miền bị bắt lời chết nó ban là chết dương bị crom kia bị khôi bị cream crom hai à này ở đây bây giờ vậy nếu dừng vậy từ tam và lấy cái tháng bị bắt lời chết nó cứ ta ca prai pro nhắm chẳng á đó thì prai pro nó chết để thọp bị muốn thọp là o chẳng nhắm hay đây là pe lấy nhưng mà nhắm prai từ chi ấy prai từ chi chết này giờ mình nhắm cái nhá chết nó việc prai pro từ về nhà bị muốn chặt nó mình sơ đo hạn thì đó là về miền bị bạn đang cả là nhắm bị bạn đang về miền đây tha vay đây mình lo mà một con nên tới việc ca tới chị ấy nhắm chị chặt nó mình đôi đàm bị bạn nó prai thà ca prai pro nhắm đồ pla chẳng hết đó prai pro đồ pla chẳng tao nó hai ta bị bạn đang à giờ ngọt vô bị thà bị bạn nên con bị từ dân mình vô bị về tình yêu nhắm về tình yêu dân mình vô lên tham mày nhắm dân về tình yêu dân tham chỉ tốc quá như mày đó nhắm tại đó là bây giờ mà sẵn sàng thôi về tình yêu mình đây tham mày về tình yêu nó cứ ca soi nó ở ram rồi nhắm nè chẳng hạn đó bởi chắc ban sau có về tình yêu cho mình chẳng ban ha class đó bây giờ như thời đường về tình yêu này class cái tháng trong cái nát miền về tình yêu ấy nè nhóm việc miền về tình yêu bên đây tham bài nhóm việc miền đấy việc miền tộc á nè việc miền tộc bên đường ai nhóm chẳng hạn anh ấy cứ con là chơi ca mình chạy thà bịa mai giờ mất dừng gì mất bị ọt này bị ọt toàn ọt sự ở đây mình mới khâu hay mình toàn ọt sự ở đây miền tộc có về tình yêu nó sao có về tình yêu bên này đây giờ mình miền về tình yêu bên đây tham bài nhóm cứ sầm lại đó sao coi miền sự đây sau nó cột cờ này chẳng á bây giờ miền về từ nếp bên đây thầm mày nhắm làm đây kia này dây chẳng á nhắm bây giờ miền về từ nếp bên đây thầm mày nhắm bây giờ miền về từ nếp bên đây thầm mày mày chân này giấy nhắm miền tộc ai vợ anh miền về từ nếp bên đây thầm mày nhắm miền sọc con á sọc hai là ngày chẳng á nhắm nếu chỉ bia này dân cọp bay vô một mà priệp thì giúp á cái này class nhưng thì dây chưa xa bà lấy tại dân on vô lên tại dân trên tập po là nhóm po làm bây giờ ban sẽ đọc thế mà cho là sẽ đọc đi vô là nhóm sẽ đọc nè ba này tại nhóm này dân tại là tự vô ban là tam cầm rạch đại dân ai sẽ nạp ba nó nhóm tại sầm rạp này đại kỳ vô làm pi at này nó cái ban mình chơi ở dưới nó vô là về tự nhiên nó cứ về tại ca soi và đừng ai nhóm ở miền it soi và đừng đó là bên nhân thêm sọc năng tục tổ mà nó sau mà nó tới bạn đang thay dư nứng miền sọc miền tục của profit đại dân ban thật xa nhóm nè chân dân ban đang ngọc pi chấm nịch nửa khả năng ca là bị bạn cái đây nhóm hay được khả năng ấy ốp bật thị bị bạn cái đây đừng ai nhóm xong bây ta về cho việc đó bao giờ nó còn miền ca prai pro lên nhóm này dương ai khơi nhắm pi có sao là bị ba đó vì miền ca prai pro tao chia nhóm chia rồi bao đây bên mình đôi đá nó còn miền này chẳng ấy chẳng ở vậy để dương ban sắc xá còn là chỉ cà phê nhị còn mọi giờ nên miền tha mấy có việc prai pro nhóm này là nó mình chọn ấy mình chọn từ tua vô nào rồi bao cao prai pro lên từ nhóm chọn ở đôi nào vì muốn tập sờ lanh nhóm có ai sờ lanh đôi đào chẳng nó còn mọi miền ấy mình miền ca mình sờ lanh đôi đào nhóm bên ai ham khót bàn đấy process đây từng ở nó bọn sầm này thay mình tiền nhóm chẳng đó giờ mình ai bằng cọp thao về tiền chỉ pro cả đây chẳng thế giờ ai khơi thay rồi bao đây về mình tiếng về mình miếng về mình thật thế về mình cuồng vuông rồi đó nên còn là chỉ ca lơ sầm này prap từng ở kia chân tới ở dưới nâng miền cá nghĩa nơi sự đây để dưới nâng pin chặt tha sơ mọi việc đôi nở vậy để dương bật nà mày đấy nhóm này đôi từng song từng mua trong tao thế nên khi nông thô rồi bao giờ mà làm tốt bằng sầm đai thay vì ở đôi thế nhóm rồi mà dân khơi nhầm pi chậm nói tại vì mình ai cuồng vuông thật thế nên khi nông tin năng tao này giờ mày đây nhóm đó là pi dân lư tha mình cuồng vuông mình thật thế nứng lư và nó viên miền ca thang đại nhóm này chẳng chắc bên này đại dương ban phơ cột nhóm này miền đây thay dương proprietor đàm này đây sự đây là o nó ngá nó chấm po bạc cô là chỉ nè miền này nhóm miền cô là bị sai đôi chỉ press mà sắm post para đó hòn press ana kia nhóm bên đây bạc cô là ban phơ nhóm ban phơ được non tin đó nghe cầm pong tay trên đi rồi mà bạn nó pho đây từ tuột mà được non tin đó tất thà tham vào về tình yêu cảm nó bạc quát nó không pe này nè trong ban dương chơi từ phơ tới cái là nó bạc chăm bạc cô là chỉ nè miền cô là thô nó tiền bao giờ nó có càng được phô chân tờ chẳng nhóc nè phơ từสังเกตmà tiền ở bao giờ chân tờ nó không chi diếm chấm ran của sao nó người ban chran tới khơi nhà nhóc khơi mà cô nó để xăm cô nó ca từ tua tiền ở bao giờ nhóc dương ở đây ai mê tại dương trong phơ tiền lại nó đây miền phò chran nhóc bạn bon chran nó trong từ phơ lại này ai hay xưa ta mấy có từ phơ tại nhóc
ព្រោះយើងចង់បាននៅផលណាបាននៅផលទីហ្នឹងឲ្យបានច្រើនទៅអានិសង្សដែលយើងទទួលនៅក្នុងទីហ្នឹងក៏ច្រើនទៅតាមកម្រិតដែលយើងបានបំពេញធ្វើដែរអញ្ចឹងខ្ញុំហ្នឹងគឺចង់ប្រពអំពីទិដ្ឋធម្មវេទនីយកម្មហើយទិដ្ឋធម្មវេទនីយកម្មហ្នឹងក៏បានបញ្ចប់ហើយខ្ញុំបញ្ចប់ឲ្យស្រួលទៅហើយសង្ឃឹមថាខ្ញុំអាចយល់បានអាចដឹងបានខ្លះហើយណានៅក្នុងការឲ្យទៅនៅក្នុងជីវ័នបើយើងគិតអំពីជីវ័នដួងទីម៉ានដែរណាញោមអ៊ីអូនដឹងអត់នៅក្នុងជីវ័នទិដ្ឋធម្មវេទនីយកម្មដួងទី1លោកចា៎អូខ្ញុំត្រូវដឹងឲ្យដួងទី1ណាហើយជីវ័នដួងទី1នេះអត់មានការសែបនៅអាសេវនបច្ច័យទេខ្ញុំដោយសារតែជីវ័នទី1វាមានកម្លាំងតិចខ្ញុំចិត្តដែលត្រូវកើតឡើងទៅនឹងវាមានកម្លាំងខ្សោយអញ្ចឹងវាមិនអាចកាន់យកឲ្យខ្ញុំមិនអាចកាន់យកនៅក្នុងអារម្មណ៍នឹងជាអាសេវនបច្ច័យបានទេអញ្ចឹងខ្ញុំនឹងគាត់តែចង់បញ្ជាក់អំពីមេរៀនដែលយើងបានសិក្សាទាំងប្រមាណនឹងឯងហើយយើងសិក្សាទៅយើងយល់បដិបត្តិនឹងឲ្យត្រូវទៅតាមអ្វីដែលព្រះសម្មាសម្ពុទ្ធនឹងបង្រៀនយើងណែនាំយើងឲ្យយើងស្គាល់អំពីចេតនាតួកម្មរបស់យើងនេះដែលយើងមានការតាំងចិត្តតាំងចិត្តនៅក្នុងការធ្វើណាយើងធ្វើហើយធ្វើទៀតតួចេតនាដែលកើតដល់ខ្ញុំកើតអំពីកម្មហ្នឹងមានប្រមាណខ្ញុំបើយើងគិតណាកម្មមានទាំងកុសលអកុសលអកុសលមានប្រមាណកុសលមានប្រមាណដែរខ្ញុំបើដឹងនៅក្នុងអកុសលមានកម្មប្រមាណដែរខ្ញុំមានប្រមាណដួងដែរអញ្ចឹងខ្ញុំហើយនៅក្នុងកុសលចាណាកម្មណាកម្មនិយាយទឹកត្រង់ហ្នឹងដូចកណាដូចភាំងមកចាស់ដូចអត់យល់មកអញ្ចឹងមើលបាសិកា17លោកចាស់គ្រូមាន17ហើយអកុសលមាន17មែនអកុសលមានប្រមាណមាន12លោកចាស់អូអកុសលមាន12អកុសលកណាដឹងហើយអកុសលវាមាន12ចឹងកណាមាន27លេខចាស់គ្រូហើយ20ហើយហ្នឹងវានោះមានមហាកុសលចាស់អញ្ចឹងលោកចាស់មាន8មហាកុសល8ហើយទៀតខ្ញុំ8ហើយមហាកតៈ9មហាកតៈ9ហ្នឹងហើយអញ្ចឹងខ្ញុំអញ្ចឹងនៅក្នុងកុសលហ្នឹងណាកម្មដែលជាកុសលហ្នឹងវាមាន17អញ្ចឹងខ្ញុំកម្មដែលជាអកុសលហ្នឹងមានប៉ុន្មានមាន12ខ្ញុំកម្មជាអកុសល12បើសរុបទាំងអស់ទៅវាចាក់គ្រូកណាសរុបទាំងអស់និយាយទាំងអស់កណាមិននិយាយតែមួយទេកណាដឹងអកុសលមាន12តែកណានិយាយទាំងអស់បើទាំងអស់វាមាន29ខ្ញុំអញ្ចឹងណាសរុបទាំងអស់មាន29អាហ្នឹងគឺយើងពោលអំពីកម្មហើយយើងបែងចែកនៅក្នុងកម្មនេះវាមាន2ចំណែកកម្មជាកុសលហ្នឹងវាឲ្យផលមិនល្អកម្មជាអកុសលហ្នឹងខ្ញុំព្រោះតួចេតនាទេខ្ញុំវាត្រឹមតែជួតួចេតនាដែលវាកើតឡើងនឹងខ្ញុំចេតនាដែលល្អយើងហៅថាខ្ញុំហៅថាកុសលចេតនាមិនល្អយើងហៅថាអកុសលខ្ញុំចេតនាដែលប្រព្រឹត្តទៅនៅក្នុងទីហ្នឹងណាចេតនាដែលយើងបានតាំងចិត្តខ្ញុំចេតនាខ្ញុំជាការបែងចែកចាប់ចែងឲ្យយើងនឹងចេះកម្រើកដៃកម្រើកជើងហើយយើងកម្រើកដៃកម្រើកជើងទៅថ្វាយទៀនខ្ញុំទៅថ្វាយបង្គំទៅសូត្រធម៌ហ្នឹងដោយសារអីខ្ញុំដោយសារតែតួចេតនានឹងឯងញ៉ាំងកាយរបស់យើងហ្នឹងខ្ញុំញ៉ាំងចិត្តហ្នឹងឲ្យប្រព្រឹត្តទៅដែរព្រោះចិត្តហ្នឹងវាត្រូវអាស្រ័យចេតសិកជាមួយគ្នាខ្ញុំចេតសិកហ្នឹងត្រូវតែមានជាមួយចិត្តរហូតដល់ថ្ងៃអត់មានចិត្តតរួចទេខ្ញុំឃើញរូបដូចនៅក្នុងអីនៅក្នុងអសញ្ញសត្តព្រមខ្ញុំអត់មានអីអត់មានចិត្តអញ្ចឹងมันអាចមានការកម្រើកបានទេមានត្រឹមតែរូបទេខ្ញុំនៅតែមួយកន្លែងហ្នឹងឯងអញ្ចឹងនេះគ្រាន់តែជាការលើកឲ្យយើងឃើញថាតួចេតនាកម្មដែលយើងបានសិក្សាទាំងប្រមាណហ្នឹងណាវាមានត្រឹមតែពីរនេះកុសលនិងអកុសលខ្ញុំណាហើយបើនៅក្នុងអីខ្ញុំនៅក្នុងអកុសលទៅញ៉ាំងសត្វហ្នឹងឲ្យទៅក្នុងទីកន្លែងដែលមិនសមគួរអញ្ចឹងទៅមិនថាចង់ទៅទេខ្ញុំអត់មានអ្នកណាចង់ទៅកន្លែងទីមិនសមគួរតែវាកម្មវាចាប់ចាយខ្ញុំវាតាក់តែងអញ្ចឹងណាដោយវាបខំយើងឲ្យយើងទៅដល់ទីហ្នឹងឯងអញ្ចឹងថ្ងៃនេះយកមើលមេរៀនរបស់យើងបន្តយើងចូលមេរៀនរបស់យើងនៅក្នុងថ្ងៃនេះជាកិច្ចខ្ញុំកិច្ចបន្តទៅទៀតអញ្ចឹងមេរៀនដែលយើងពោលនេះវាសមគួរឲ្យយើងនឹងភ្ញាក់រលឹកដែរថាខ្ញុំឲ្យយើងដឹងអំពីចេតនារបស់យើងអញ្ចឹងសក្តីខ្ញុំសក្តីថាទិដ្ឋធម្មវេទនីយកម្មនៅតែបញ្ចប់បន្តិចទៀតចប់ខ្ញុំទិដ្ឋធម្មវេទនីយកម្មនេះខ្ញុំมันអាចឲ្យផលដោយពោលខ្ញុំណាដូចពោលហើយនេះទេអញ្ចឹងខ្ញុំជាមានន័យថានៅក្នុងទិដ្ឋធម្មវេទនីយកម្មគឺបានពោលខ្ញុំมันអាចឲ្យផលដោយបានពោលខាងលើខ្ញុំប្រមែងជាអហោសកម្មយើងបានដឹងខ្ញុំអហោសកម្មគឺជាកម្មរបៀបម៉េចកម្មមិនឲ្យផលខ្ញុំអត់ត្រូវឲ្យផលទេណាអញ្ចឹងពាក្យថាអហោសកម្មហ្នឹងគឺណាដូចថាយើងអហោសកម្មជាមួយបុគ្គលហ្នឹងក៏មានការចងពៀនឹងគ្នាអញ្ចឹងទៅសូមឲ្យខ្ញុំអហោសកម្មជាតិបន្តទៅមុខទៀតហ្នឹង
រមែងកុំឲ្យមានកម្មជាមួយគ្នាចឹងទៅញ៉ឹមធ្វើបន់អីក៏ដោយហ្នឹងក៏យើងបានប្រាប់ថាសូមជាអហោសកម្មជាមួយគ្នាកុំឲ្យមានពៀមានកម្មជាមួយគ្នាអីចឹងទៀតញ៉ឹមហ្នឹងហើយហ្នឹងហៅថាអហោសកម្មហើយដែលមានការប្រព្រឹត្តទៅនៅក្នុងទីហ្នឹងដែលមានឈ្មោះហៅ3យ៉ាងណាញ៉ឹមចឹងនៅក្នុងអហោសកម្មនោះឈ្មោះដែលយើងត្រូវហៅនោះវាមាន3យើងក៏3សិក្សាឲ្យឃើញឈ្មោះថាអហោសកម្មញ៉ឹមទី1ញ៉ឹមទី1មានន័យថាម៉េចកម្មនៅអីនៅមិនតាន់ឲ្យផលចឹងញ៉ឹមកម្មនឹងមិនតាន់ឲ្យផលទេញ៉ឹមសួរតែកម្មនឹងមិនតាន់ឲ្យផលសួរតែអាចឲ្យផលបានអត់ភាសាបាលីថាម៉េចញ៉ឹមនីហោនសេកម្មវិបាកោមួយញ៉ឹមចឹងចឹងមានន័យថាកម្មដែលមិនតាន់ឲ្យផលគឺវាលែងឲ្យផលហើយយល់ទេញ៉ឹមដូចជាព្រះអរហន្តទាំងឡាយដែលលោកមានការបានញ៉ឹមបានសម្រេចជាព្រះអរហន្តហើយកម្មដែលមិនតាន់ឲ្យផលនៅក្នុងពេលហ្នឹងវាប្រព្រឹត្តទៅជាអហោសកម្មឬក៏មិនមានអហោសកម្មយល់ទេញ៉ឹមឃើញអត់កម្មទី1ដែលមិនតាន់ឲ្យផលញ៉ឹមសួរថាបកគលនឹងទៅទទួលនៅញ៉ឹមទទួលនៅផលនឹងទៀតអត់ទទួលនៅវិបាកនឹងទៀតអត់បានទេអញ្ចឹងញ៉ឹមព្រោះវាត្រូវជាអហោសកម្មអញ្ចឹងយើងឃើញអំពីចំណុចហ្នឹងញ៉ឹមញោមអាចស្រាប់បាននៅក្នុងទីហ្នឹងញ៉ឹមបើមិនតាន់ឲ្យផលសួរតែអាចឲ្យផលបានអត់នេះវាជាញ៉ឹមវាជាតួនាទីរបស់អហោសកម្មហ្នឹងឯងយល់មិនដែរញ៉ឹមបាទសិកាសឿនអាចយល់ញ៉ឹមបើមិនតាន់ឲ្យផលទេសួរតែអាចឲ្យផលទៀតញ៉ឹមអត់ទេហ្នឹងហើយមូលហេតុញ៉ឹមព្រោះវាជាអហោសកម្មព្រោះអញ្ចឹងញ៉ឹមដល់ទៅពេលទី2ណាញ៉ឹមនេះកម្មដែលហ្នឹងឯងនឹងឲ្យផលញ៉ឹមកម្មនេះកម្មមិនឲ្យផលមានន័យថាម៉េចញ៉ឹមធ្វើយ៉ាងម៉េចក៏ដោយញ៉ឹមធ្វើយ៉ាងម៉េចក៏ដោយដូចជាព្រះអរហន្តទាំងឡាយដែលលោកបានញ៉ឹមលោកសម្ដែងធម៌សួរថាត្រូវឲ្យផលចំពោះលោកបន្តទៅទៀតញ៉ឹមមានជាតិមានកំណើតចំពោះព្រះអរហន្តទៀតណាអញ្ចឹងញ៉ឹមអញ្ចឹងក្នុងគណៈដែលលោកពោលធម៌ហ្នឹងមិនជាកុសលមែនញ៉ឹមតែព្រះអរហន្តហ្នឹងជាកុសលឬក៏ជាកិរិយាចិត្តឃើញអត់ញ៉ឹមហើយសួរថាកិរិយាចិត្តហ្នឹងអាចមានភពមានជាតិហ្នឹងមានផលហ្នឹងទទួលបានចំពោះលោកអត់ញ៉ឹមអត់មានទេអញ្ចឹងញ៉ឹមនឹងនឹងមិនមានផលសម្រាប់លោកទៀតទេសម្រាប់ដែលលោកមានកិច្ចនៅក្នុងការពោលធម៌ដែលយើងរៀនធម៌នេះមិនមែនមហាកុសលមែនញ៉ឹមស្ដាប់ធម៌មិនមហាកុសលតែព្រះអរហន្តហ្នឹងមហាកុសលឬក៏មហាកិរិយាញ៉ឹមគឺជាមហាកិរិយាចិត្តទេយ៉ាងចឹងវាអត់មានត្រូវទទួលទៀតទេញ៉ឹមណាដែលនឹងមិនឲ្យផលវាអត់មានហ្នឹងឯងញ៉ឹមវាអត់ត្រូវឲ្យផលដល់ពេលទី3ញ៉ឹមកម្មដែលញ៉ឹមកម្មដែលមិនមានផលណាអញ្ចឹងញ៉ឹមនឹងបាញ់ទី2ហ្នឹងណាអ្នកបវិសតិកម្មបាកោណាអញ្ចឹងញ៉ឹមហៅថាកម្មមិនមានផលណាហើយដល់ពេលទី3ញ៉ឹមកម្មដែលមិនមានផលណដ្ឋិកម្មវិបាកោមួយអញ្ចឹងញ៉ឹមអញ្ចឹងគាត់នៅជាការលើកឲ្យយើងឃើញអំពីតថធម្មនៅក្នុងញ៉ឹមនៅក្នុងអហោសកម្មនឹងឯងណាអហោសកម្មដែលវាមិនត្រូវឲ្យផលទេទោះតែមិនក៏មិនត្រូវឲ្យផលវារមែងតែទទួលញ៉ឹមចុះបើធ្វើម៉េចបើវាអស់ញ៉ឹមវាអស់ហើយអស់ផ្លែណាដូចយើងបខំញ៉ឹមបខំដើមឈើណាដែលវាអស់អាយុហើយណាញ៉ឹមផ្លែក៏លែងចេញដែរអញ្ចឹងយើងឃើញដើមឈើខ្លះញ៉ឹមដល់ពេលអស់អាយុញ៉ឹមវាលែងផ្លែអញ្ចឹងគេមិនអាចទុកបានទេគេនឹងកាប់ចោលគេនឹងបំផ្លាញចោលដោយសារតែវាអស់ផលដែលត្រូវទទួលនៅក្នុងពេលនោះទៀតហើយសួរទៅកាប់ទៅញ៉ឹមកាប់ដើម្បីយកញ៉ឹមយកពូជថ្មីនឹងមកដាក់អញ្ចឹងយកពូជថ្មីមកដាក់នៅក្នុងទីហ្នឹងដើម្បីទទួលផលយើងបានដឹងស្រាប់ញ៉ឹមបើដឹងថារបស់នឹងលេខបានញ៉ឹមលេខបានផលយើងនៅប្រើទៀតអត់អានេះយើងនិយាយពីរឿងសុភាពដែលយើងគិតថាមិនក៏វាលេងផលញ៉ឹមវាចាស់ហើយវាត្រុតត្រោមទៅហើយអញ្ចឹងយករបស់ថ្មីទៀតដើម្បីជាប្រយោជន៍នៅក្នុងទីហ្នឹងហ្នឹងហើយអញ្ចឹងអាហោសកម្មទាំង3ហ្នឹងយើងអាចយកបានណាញ៉ឹមអាចយល់អំពីសុភាពនៅក្នុងអាហោសកម្មហើយអញ្ចឹងយើងបានបញ្ចប់នៅក្នុងទិដ្ឋធម្មវេទនីយកម្មហ្នឹងបានប៉ុណ្ណឹងសង្ឃឹមតែយើងអាចទទួលយកបានខ្លះដែរញ៉ឹមហើយយើងឃើញអំពីកម្មដែលវាត្រូវឲ្យនៅក្នុងបច្ចុប្បន្នហ្នឹងបច្ចុប្បន្នហ្នឹងបុគ្គលហ្នឹងញ៉ឹមបានទៅជាអហោសកម្មក៏មានឯកម្មទាំងពួងដែលត្រូវឲ្យចំពោះលោកទៀតលែងមានហើយអញ្ចឹងយើងចូលនៅក្នុងទី2ម្ដងទី2ឧបបច្ចវេទនីយកម្មអញ្ចឹងញ៉ឹមណាអញ្ចឹងណាឧបហើយបច្ចវេទនីយកម្មហ្នឹងណាជាកម្មដែលញ៉ឹមដែលឲ្យផលបានទទួលក្នុងភពទី2ញ៉ឹមអញ្ចឹងមានន័យថាចូលនៅក្នុងកំណើតទី2ញ៉ឹមស្លាប់ភ្លាមទៅនឹងទទួលញ៉ឹមនឹងទទួលបាននៅក្នុងទីហ្នឹងហើយអញ្ចឹងយើងបានបញ្ចប់ញ៉ឹមយល់អត់ក្នុងឧបបច្ចវេទនីយកម្មគឺជាកម្មដែលត្រូវទទួលនៅក្នុងភពទី2កំណើតទី2ញ៉ឹមជាតិទី2អញ្ចឹងទៅនឹងទទួលបាននៅក្នុងពេលហ្នឹងទទួលបានអីយើងអត់បានដឹងទេអញ្ចឹងញ៉ឹមនៅក្នុងពេលហ្នឹងយើងនឹងទទួលអីខ្លះយើងអត់បានដឹងទេដល់ពេលយើងមកសិក្សាទៅយើងដឹងថាទទួលនៅអកុសលឬក៏ទទួលនៅកុសលរបៀបម៉េចយើងនឹងដឹងហើយនៅក្នុងភពទី2កំណើតទី2គឺអាស្រ័យនៅក្នុងតួចេតនាកម្មរបស់យើងយល់អត់បានសិកា
អាចអូនយល់អំពី គុំចាស់ ព្រោះយើងចំណាំសាសួរបានសក់ផាតអីហ្នឹងយើងមើលណាខ្ញុំយើងចំណាំសួរថាឧបបច្ចវេទនីយកម្មហ្នឹងកម្មឲ្យនៅក្នុងភពទីប្រមាណជាតិទីប្រមាណអញ្ចឹងយើងត្រូវមើលឲ្យមានឱកាសសាកសួរសួរដែរអញ្ចឹងខ្ញុំហ្នឹងហើយបានសួរទៅដើម្បីជាការចងចាំមិនសួរមិនចាំមិនអញ្ចឹងខ្ញុំសួរទៅចាំហើយសួរទៅបានយើងមើលទៅចាំក្នុងចំណុចហ្នឹងហើយអញ្ចឹងខ្ញុំអញ្ចឹងគ្រាន់តែជាការលើកឲ្យយើងឃើញអំពីចំណុចទីនេះដែលប្រព្រឹត្តទៅនៅក្នុងកម្មដែរខ្ញុំកម្មដូចគ្នាមិនខុសអំពីចំណុចទី1ទៅខ្ញុំអញ្ចឹងតែពេលវេលាដែលត្រូវទទួលបានវាខុសគ្នាខ្ញុំពេលវេលាទី2នេះទទួលបាននៅក្នុងភពទី2កំណើតទី2អញ្ចឹងបាទសិកាអង្គសៀមនេះមើលទៅខ្ញុំអាចសាកសួរបានសួរខ្ញុំអញ្ចឹងណាឲ្យចំណាំឲ្យស្គាល់ស្អែកហ្នឹងសួរខ្លះអញ្ចឹងទៅដើម្បីជាការនឹករលឹកអំពីមេរៀនរបស់យើងនឹងឯងខ្ញុំការនឹករលឹកហ្នឹងដើម្បីឲ្យយើងនឹងបានយល់ណាបដិបត្តិឲ្យត្រូវនៅក្នុងទីហ្នឹងកុំចេះតែឆ្លើយអ្វីដែលមិនមាននៅក្នុងឲ្យខ្ញុំនៅក្នុងមេរៀនរបស់យើងអញ្ចឹងឆ្លើយខុសមានន័យថាយើងនឹងមិនតាន់យល់ទេហើយក៏មិនតាន់ចាំដែរណាខ្ញុំឆ្លើយត្រូវមានន័យថាយើងនឹងចាំហើយតែចាំហើយយល់ហើយយើងអាចខ្ញុំអាចឆ្លើយបានអញ្ចឹងភពដែលចប់នេះចប់តគ្នាខ្ញុំចប់តគ្នាជាមួយបច្ចុប្បន្នភពនេះឯងខ្ញុំជាមានន័យថាខ្ញុំនៅក្នុងភពទី2ហ្នឹងវាផុតខ្ញុំវាចប់នៅក្នុងបច្ចុប្បន្នភពគ្រាន់តែចត់តែអំពីខ្ញុំអំពីបច្ចុប្បន្នភពហើយចូលនៅក្នុងឲ្យខ្ញុំចូលនៅក្នុងភពទី2ហើយអញ្ចឹងឲ្យយើងយល់ថាតើនៅក្នុងទីហ្នឹងយើងនិយាយពីរឿងឧបបច្ចវេទនីយកម្មហ្នឹងកម្មដែលឲ្យផលរបៀបម៉េចដែរខ្ញុំឲ្យផលនៅក្នុងកំណើតទី2ដូចវចនៈថៈសំដែងថាទិដ្ឋធម្មសៈណាសម័យពេអញ្ចឹងណាអនន្តរេអនន្តរេបបច្ចិតពោណាកន្តពោទេឧបបច្ចោណាឧបបច្ចោភពដែលបានភពដែលបានចូលដល់ការចប់តគ្នាមិនមានរវាងចន្លោះខ្ញុំអត់មានរវាងទេខ្ញុំតែស្លាប់ហើយទៅហើយអត់មានតែខ្ញុំអត់មានស្លាប់ហើយត្រូវនៅកន្លែងដតីអត់ទេខ្ញុំបើធ្វើកម្មធ្ងន់គឺស្លាប់ទៅក្នុងទីកន្លែងដែលខ្លួនឯងបានធ្វើខ្ញុំអត់មាននៅអីនៅនៅរងចាំអីថាមួយអត្តភាពពីរអត្តភាពអត់ទេអញ្ចឹងខ្ញុំវាអត់មានចន្លោះខ្ញុំពាក្យថាមានចន្លោះមានន័យថាម៉េចខ្ញុំស្លាប់ទៅគឺទៅកន្លែងនឹងបណ្ដោយខ្ញុំទីកន្លែងដែលខ្លួនឯងបានធ្វើកម្មហ្នឹងគឺទៅដោយអនន្តរយកម្មទេខ្ញុំស្លាប់ទៅគឺនៅរកបណ្ដោយអញ្ចឹងវាអត់មានចន្លោះថាត្រូវរងចាំសិនទេអញ្ចឹងវាអត់មានចន្លោះថាត្រូវរងចាំនៅក្នុងទីកន្លែងនេះសិនផុតអំពីកំណើតនឹងចូលកំណើតបន្តិចអត់ទេអញ្ចឹងខ្ញុំអញ្ចឹងមានន័យថាវាអត់មានចន្លោះទេគឺចោះទៅគឺទៅបណ្ដោយយល់អត់ខ្ញុំយល់អំពីថាมันមានចន្លោះនឹងអត់មើលបាសិកាសឿនយល់ថាมันមានចន្លោះនៅក្នុងទីនោះមានន័យថាម៉េចខ្ញុំអត់ត្រូវអីមករាំងនៅក្នុងទីហ្នឹងទេពោអញ្ចឹងណានិយាយថាម៉េចវាគ្មានចន្លោះអីទេខ្ញុំអាចដឹងទាំងអស់ណាកន្លែងដែលចន្លោះយើងមិនដឹងហ្នឹងគឺប្រហែលមិនមានអញ្ចឹងយើងដឹងហើយក្នុងទីយើងនិយាយពីរឿងថាមិនមានចន្លោះណាក្នុងភូមិរបស់យើងថាដូចមិនមានចន្លោះអ្នកណាមួយសោះដឹងទាំងអស់ខ្ញុំអញ្ចឹងណាដឹងទាំងអស់ដល់ពេលសួរអត់ដឹងអីសោះខ្ញុំចេះដែរសួរមកដឹងទាំងអស់សួរមកដល់ពេលសួរមកអត់ចេញអត់ឆ្លើយអញ្ចឹងមានន័យថាយើងមិនតាន់នៅមានចន្លោះគ្រប់នៅមានចន្លោះទៀតខ្ញុំចន្លោះប្រហោងទៀតអញ្ចឹងណាដែលចិត្តទៀមដែលចិត្តបំផុតជាមួយបច្ចុប្បន្នអញ្ចឹងមានន័យថាក្នុងភពទី2នេះវាចប់គ្នាដែរខ្ញុំវាចិត្តគ្នានឹងឯងចិត្តជាមួយបច្ចុប្បន្ននឹងឯងចិត្តបច្ចុប្បន្នភពឈ្មោះថាឧបបច្ចៈដល់ខ្ញុំបានដល់ភពទី2អញ្ចឹងយើងបានជ្រាបអំពីនៅក្នុងភពទី2កំពុងតែសិក្សានេះហើយយ៉ាងម៉េចដែរខ្ញុំអញ្ចឹងសង្ឃឹមថាខ្ញុំអាចយល់អំពីឧបបច្ចយវេទនីយកម្មហើយនៅក្នុងកំណើតទី2ភពទី2ដែលយើងទទួលបានហើយទទួលបានខ្ញុំទៅតាមកម្រិតនៃចេតនាកម្មរបស់យើងមិនអាចកំណត់បានថាពេលណាវេលាណាទេខ្ញុំគឺអាស្រ័យនៅក្នុងចេតនារបស់យើងដែលយើងធ្វើហ្នឹងយើងនឹងទទួលបានដែរយ៉ាងម៉េចដែរខ្ញុំសង្ឃឹមថាខ្ញុំអាចរៀងយល់រៀងដឹងតិចណាយល់អំពីកម្មដែលយើងពោលនៅក្នុងទីហ្នឹងហើយបើសក់ផាតអីអាចចាប់បាននៅក្នុងទីហ្នឹងខ្ញុំយើងសិក្សាទៅអាចចាប់បានតិចខ្ញុំចងចាំកន្លែងហ្នឹងទៅឲ្យស្គាល់អំពីដំណើរនៅក្នុងឧបបច្ចវេទនីយកម្មហ្នឹងឯងបើយើងមិនតាន់ស្គាល់ទេយើងទៅព្យាយាមសិក្សាទៀតទៅខ្ញុំឱកាសរៀនច្រើនយល់បានច្រើនចឹងទៅហើយនៅក្នុងឧបបច្ចវេទនីយកម្មផលផលាំងណាផលាំងអេតាសាតិឧបបច្ចវេទនីយកម្មនេះយ៉ាងផលដែលបានទទួលក្នុងភពទី2ខ្ញុំបានដល់កម្មណាដូច្នោះកម្មនោះឈ្មោះថាឧបបច្ចវេទនីយៈណាអញ្ចឹងខ្ញុំចាំមានន័យថាផលដែលយើងទទួលបាននៅក្នុងភពទី2ហ្នឹងឯងខ្ញុំកម្មណាដែលយើងបានធ្វើឲ្យ
ក្នុងកំណើតទី2កម្មនឹងឯងដែលយើងឈ្មោះថាឧបបច្ចវេទនីយកម្មអញ្ចឹងញោមអញ្ចឹងមេរៀនបញ្ជាក់ច្បាស់ហើយញោមសំដែងប្រាប់អីហើយសួរថាធ្វើរបៀបម៉េចបានទៅនៅក្នុងកំណើតទី2ញោមអញ្ចឹងណាដូចអីដូចទេវតតណាអញ្ចឹងដូចទេវតតដូចព្រះបាទអញ្ចឹងព្រះបាទជាសតុនឹងឃើញអត់មានន័យថាក្នុងអញ្ចឹងក្នុងកំណើតទី2ហ្នឹងលោកត្រូវតែធ្លាក់នរកហ្នឹងឯងអញ្ចឹងនិយាយពីសភាពនៅក្នុងកំណើតទី2ហើយណាហើយបើគាត់ដែលធ្វើបន់ខ្ញុំធ្វើបន់ដូចអីដូចនេះញោមមត្តកុណ្ដលីញោមអញ្ចឹងមត្តកុណ្ដលីគាត់តែធ្វើបន់បន្តិចញោមគាត់តែនមស្ការហ្នឹងគាត់តែចុតតិភ្លាមទៅកើតទេវលោកអញ្ចឹងឃើញអត់អញ្ចឹងវាមានទាំងកុសលទាំងអកុសលគាត់តែមានការជ្រះថ្លាដូចជានាមការណងអីចឹងទៅញោមអញ្ចឹងណាស្លាប់ទៅបានទទួលនៅក្នុងផលជាកុសលញោមអញ្ចឹងទៅកើតនៅក្នុងទេវលោកនោះបានយកការទៅបូជានៅបច្ច័យដីហ្នឹងគាត់តែយើងលើកឡើងនៅក្នុងទីនេះឲ្យយើងឃើញថាក្នុងបច្ចុប្បន្នភពហ្នឹងវាចិត្តឲ្យខ្ញុំវាចិត្តនៅក្នុងភពទី2ហ្នឹងឯងភពដែលយើងទទួលបាននៅក្នុងការដែលយើងចត់តិបើយើងមិនតាន់ចត់តិទេមិនតាន់ឈ្មោះថាភពទី2កំណើតទី2ទេអញ្ចឹងញោមអ្នកខ្លះក៏ចាំជាតិទៅមកបដិសន្ធិជាមនុស្សនឹងវិញទៅញោមរឿងការចាំជាតិនេះវាមាននៅក្នុងគម្ពីរសម្ដែងទៅញោមអញ្ចឹងអ្នកខ្លះក៏ចាំជាតិអ្នកខ្លះមិនចាំជាតិទៅតាមអំណាចនៃកម្មនេះវាចាប់ចែងញោមបដិសន្ធិអ្នកខ្លះបដិសន្ធិដូចជាសត្វគោអីចឹងទៅញោមជាសត្វសំណក់អីចឹងទៅមកចាំជាតិអីចឹងទៅណាស្វែងរកម្ចាស់នឹងឯងញោមដូចអីដូចជាសត្វសំណក់មួយនោះញោមចាំជាតិនោះធ្លាប់តែជាប្តីរបស់ស្ត្រីនឹងហ៎ក៏វ៉ែលទៅស្រីនឹងឯងញោមក៏វ៉ែលទៅស្ត្រីនឹងស្ត្រីទៅណាក៏ទៅតាមរហូតនឹងឯងញោមអញ្ចឹងធ្លាប់ជាស្វាមីនឹងគ្នាអញ្ចឹងញោមហើយដល់ពេលទៅញឹកពេកញោមនាងក៏អៀនខ្មាស់ដែរណាឮតែគេថាឮតែគេនិយាយបង្អាប់ឡើងផ្អាប់ចុះនាងកើតទៅជាសេចក្តីស្អប់នៅឆ្ងាយនឹងឯងញោមរួមមជ្ឈបាយដើម្បីសម្រាប់ឆ្ងាយនឹងឯងញោមបានយកក្អមយកខ្សែនឹងទៅហើយឆ្ងាយនឹងដោយសេចក្តីព្រោះអញ្ចឹងទៅញោមគ្នានឹងមិនដែលបានទទួលនៅសេចក្តីរស់អំពីស្ត្រីនឹងដល់ពេលទទួលបាក់កតុយបាក់អីចឹងទៅចាប់បានយកមកចងខ្សែនឹងពាក់អង្គឲ្យបោះចូលនៅក្នុងទឹកញោមហើយកម្មតែគាត់ញោមស្ត្រីនឹងបានធ្វើទៅណាញោមទៅក្នុងកំណើតដែលវាមិនសមរម្យនឹងឯងអញ្ចឹងញោមអានេះយើងឃើញណាមានការចាំជាតិហ្នឹងសូម្បីតែស្លាប់ទៅកើតទៅជាសត្វហើយនៅតែញោមនៅរលឹកឃើញថាអ្នកនឹងធ្លាប់ជាញាតិរបស់ខ្លួនដែរឃើញញោមជាអីញោមជាដូចជាភរិយាអញ្ចឹងទៅណានៅក្នុងអីយើងមើលទៅមើលខ្ញុំឬឧបបច្ចវេទនីយ៉ាងឧបវេទនីយ៉ាងនេះកម្មដែលណាកម្មដែលកប់បីទទួលចូលកាន់ភពទី2ហើយអញ្ចឹងក៏សូមឲ្យយើងឃើញថាកម្មដែលចូលទៅក្នុងភពទី2ដែលចិត្តហ្នឹងឯងចិត្តនៅក្នុងបច្ចុប្បន្នភពខ្ញុំគាត់តែវាចិត្តគ្នាទេខ្ញុំគាត់តែចិត្តតិភ្លាមទៅវាដល់ហើយមិនមែនរងចាំយូរទេខ្ញុំអញ្ចឹងការចិត្តតិអ្នកខ្លះថាចិត្តតិហើយនៅមិនតាន់តាណាទេខ្ញុំចិត្តតិភ្លាមហ្នឹងវាទៅអត់ទេខ្ញុំអញ្ចឹងវាទៅនៅក្នុងកំណើតដែលផ្សេងបាត់ហើយហើយយើងត្រូវដឹងក្នុងការចិត្តតិភ្លាមកំណើតផ្សេងណាកំណើតដែលខ្លួនឯងហ្នឹងទៅបានខ្ញុំមានមនុស្សមានទេវតាមានប្រែតមានអសុរកាយអញ្ចឹងទៅឈ្មោះថាឧបបច្ចវេទនីយកម្មបានដល់ចេតនាក្នុងអកុសលចឹងណាអញ្ចឹងណាអកុសលជាវ័ននិងមហាកុសលជាវ័ននៅគណៈទីប្រមាណខ្ញុំនៅក្នុងគណៈទី7ខ្ញុំអញ្ចឹងមានន័យថាបុគ្គលដែលបានធ្វើនៅក្នុងទីនេះខ្ញុំធ្វើនៅក្នុងជីវ័នទីប្រមាណជីវ័នទី7ចំណាំខ្ញុំតែគេសួរថាតើនៅក្នុងបុគ្គលធ្វើនៅក្នុងឧបបច្ចវេទនីយកម្មនោះនៅក្នុងគណៈទីប្រមាណខ្ញុំគណៈទី7គណៈចុងក្រោយខ្ញុំគណៈចុងក្រោយគេបង្អស់អញ្ចឹងណាចឹងអ្វីដែលយើងបានសិក្សាគាត់តែជាការយល់ប៉ុណ្្នឹងឯងខ្ញុំតែយើងដឹងយើងអាចមើលខ្ញុំមើលចិត្តដែលវាកំពុងតែប្រព្រឹត្តទៅកំពុងកើតឡើងនៅក្នុងទីនឹងឯងតើចិត្តរបស់យើងអញ្ចឹងអត់ខ្ញុំអ្នកខ្លះហ្នឹងសបាយរហូតដល់7គណៈហ្នឹងឯងបានឈប់សបាយដែរអញ្ចឹងខ្ញុំដូចនៅក្នុងអីបរមត្តទីបនីនៃការសម្ដែងថាខ្ញុំអដ្ឋសាលិណាអដ្ឋសាធិកបណៈសន្និដ្ឋានបកភូតាសត្តបណាសត្តមជ្ជវណៈចេតនាឧបបច្ចវេទនីយ៉ាងនាមៈនេះគេសម្ដែងខ្ញុំសម្ដែងនៅក្នុងអត្ថកថាណាបរមត្តទីបនីហ្នឹងសម្ដែងថាខ្ញុំចេតនាដែលនៅក្នុងជីវ័នទី7ខ្ញុំជីវ័នគណៈទី7ដែលអាចឲ្យសម្រេចកិច្ចណាខ្ញុំចឹងមានន័យថាជីវ័នទី7នឹងធ្វើកិច្ចនឹងឲ្យសម្រេចខ្ញុំអញ្ចឹងមានន័យថាបុគ្គលដែលបានធ្វើនៅក្នុងទីហ្នឹងជីវ័នទី7គណៈទី7ហ្នឹងបានញ៉ាំងកិច្ចនឹងឲ្យសម្រេចបើមិនតាន់ដល់ទេខ្ញុំមិនតាន់ដល់ជីវ័នទី7កិច្ចហ្នឹងក៏មិនតាន់សម្រេចទេអញ្ចឹងខ្ញុំនឹងគឺជាហេតុក្នុងការកាត់កាត់សេចក្តីនឹងសម្រេចបាននោះឈ្មោះថាឧបប
បញ្ចវេទនីយកម្មអញ្ចឹងយើងឃើញនៅក្នុងទីនេះគាត់តែចង់បញ្ជាក់អំពីចំណុចដែលយើងកំពុងតែសិក្សានេះញោមអញ្ចឹងអ្វីដែលយើងបានសិក្សានេះសង្ឃឹមថាញោមអាចទទួលយកបានណាញោមមេរៀនដែលយើងសិក្សានេះគាត់និយាយពីរឿងកម្មតួចេតនាដែលយើងកំពុងតែសាងនៅក្នុងទីនេះឧបបញ្ចវេទនីយកម្មហើយសាងទៅវានឹងឲ្យផលនៅក្នុងវេលាណាញោមឲ្យផលនៅក្នុងពេលណាដែរយើងឃើញណាឲ្យផលនៅក្នុងកំណើតទី2ភពទី2ចឹងទៅសេចក្តីនេះជាការបង្ហាញចំពោះថាញោមចេតនាដែលនៅក្នុងជីវ័នគណៈទី7នេះរមែងជាប្រធានក្នុងការងារទាំងឡាយអញ្ចឹងញោមជឿមានន័យថាជីវ័នទី7ហ្នឹងញោមជីវ័នគណៈទី7ហ្នឹងដែលរមែងជាប្រធានដើម្បីធ្វើការងារហ្នឹងឲ្យសម្រេចអញ្ចឹងញោមបើជីវ័នទី7ហ្នឹងមិនតាន់កើតឡើងការងារហ្នឹងអត់សម្រេចទេដែលឲ្យសម្រេចកិច្ចបាននឹងរមែងឲ្យផលញោមឲ្យផលចប់តគ្នានឹងឯងទាំងបដិសន្ធិកាលនិងប្រវត្តិកាលដូច្នោះទើបហៅថាឧបបញ្ចវេទនីយកម្មណាចឹងការសិក្សារបស់យើងហ្នឹងកាន់តែទូលំទូលាយមែនទេញោមចឹងការសិក្សានេះក៏ជាការពណ៌នាអំពីចេតនាកម្មរបស់យើងចឹងញោមញោមចិនដែរហ្នឹងអាចយល់ណាញោមពេលដែលយើងបានធ្វើអ្នកខ្លះនឹងធ្វើណាញោមតម្រាំតែធ្វើកិច្ចការនឹងឲ្យសម្រេចបានវាចូលនៅក្នុងជីវ័នទីប្រមាណជីវ័នទី7ហើយនៅក្នុងជីវ័នវាមាន7គណៈដែលយើងក៏បីសិក្សាញោមហើយនៅក្នុងទិដ្ឋធម្មវេទនីយ៉ាងណាញោមគឺមាននៅក្នុងគណៈទី1ចឹងទៅអញ្ចឹងយើងស្គាល់អំពីកម្មនឹងច្បាស់ហើយពេលដែលយើងបានធ្វើចេតនានឹងមកប្រកបចេតនានឹងសម្ដេចឲ្យយើងឃើញអញ្ចឹងញោមឃើញនៅក្នុងពេលដែលយើងកំពុងតែធ្វើអញ្ចឹងណាញោមអញ្ចឹងពេលដែលយើងបានសិក្សាច្បាស់ហើយពេលដែលយើងធ្វើបន់ណាញោមនឹកឃើញថាអូញោមធ្វើដោយសេចក្តីជ្រះថ្លាធ្វើដោយសេចក្តីពេញចិត្តក្នុងទីហ្នឹងការងារដែលយើងធ្វើហ្នឹងគឺសម្រេចញោមសម្រេចទៅបរិបូរណ៍អញ្ចឹងហើយយើងនឹងទទួលបាននៅក្នុងអត្តភាពជា2ញោមក្នុងអីនៅក្នុងភពទី2ចឹងទៅនេះយើងកំពុងតែពោលនៅក្នុងចេតនាកម្មមួយណាកម្មដែលយើងកំពុងតែសិក្សាញោមដូចនៅក្នុងអាហោសកម្មនោះក៏យើងបានបញ្ចប់ហើយនៅក្នុងអាហោសកម្មដែលមាន3ប្រភេទនេះមិនតាន់ឲ្យផលក៏មិនអាចឲ្យផលបានញោមណានឹងឲ្យផលក៏មិនអាចឲ្យបានដែរញោមថានឹងឲ្យផលណាហ្នឹងហើយនឹងមិនមានផលទៀតអញ្ចឹងណាអញ្ចឹងវាអត់មានផលនៅក្នុងការឲ្យទេអញ្ចឹងការសិក្សារបស់យើងណាញោមសូមឲ្យយើងនឹងជឿជាក់អំពីចេតនាកម្មរបស់ខ្លួនឯងញោមអត់មានទៅជឿជាក់នៅណាញោមជឿជាក់នៅក្នុងចេតនារបស់ខ្លួនដែលយើងបានធ្វើហើយយើងបានសន្សំឲ្យរឿយៗនៅក្នុងពេលនឹងវេលាហ្នឹងញោមវានឹងឲ្យផលហើយញោមហើយសូមឲ្យញាតិញោមទាំងអស់គ្នាយើងតាំងចិត្តអតិថាណាសូមឲ្យយើងនឹងជាអ្នកមានការរលាស់ខ្លួនចេញឆាអំពីសេចក្តីទុក្ខញោមពេលដែលយើងអធិដ្ឋានណាញោមពេលដែលសំគួរយើងនឹងស្វែងរកនៅបុគ្គលណាមួយដែលអាចសម្ដែងធម៌អាចណែនាំធម៌ហ្នឹងឲ្យយើងនឹងចូលទៅញោមចូលទៅក្បែរចូលទៅគៀកចឹងទៅដើម្បីជាប្រយោជន៍ដល់យើងហើយដល់ពេលយើងបានអធិដ្ឋានណាញោមការធ្វើទានអីធ្វើអីខ្នើយសូមឲ្យខ្ញុំកណានឹងសូមជួបតែសប្បុរសមានសប្បុរសនឹងជាអ្នកនាំផ្លូវញោមព្រោះយើងកំពុងតែវង្វេងនៅក្នុងទីហ្នឹងឯងវង្វេងនៅក្នុងវត្តដាក់ញោមអញ្ចឹងវង្វេងនៅក្នុងកាមគុណអីចឹងទៅហើយយើងមិនវង្វេងនៅក្នុងកាមគុណទេមិនងាយនៅក្នុងការឃើញនៅអរិយសច្ចៈបានអញ្ចឹងញោមយើងធ្វើទៅដើម្បីបានដូចញោមយើងមើលព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបានធ្វើទានក៏បានព្រះអង្គបានញោមអធិដ្ឋានទៅសូមឲ្យទានរបស់ព្រះអង្គហ្នឹងឲ្យសម្រេចទៅជាទានបារមីញោមឬក៏បញ្ញាបារមីចឹងទៅព្រះអង្គធ្វើអីឲ្យមានញោមមានបញ្ញាបារមីជាអ្នកមានបញ្ញានឹងឃ្លាវខ្លាអាចយល់ដឹងអាចចាក់ធ្លុះនៅក្នុងអរិយសច្ចៈទីបំផុតព្រះសម្មាសម្ពុទ្ធនឹងចាក់ធ្លុះនៅក្នុងអរិយសច្ចៈបាទនេះអ្វីដែលយើងបានសិក្សាទាំងប្រមាណនឹងឯងអញ្ចឹងញោមអញ្ចឹងយើងដូចគ្នាដែរបើយើងបានធ្វើហើយក៏សូមឲ្យយើងនឹងព្យាយាមញ៉ាំងបញ្ញារបស់យើងនឹងឲ្យបានញោមមិនមែនថាយើងបដ ாய் បានទេញោមរឿងបញ្ញារបស់យើងណាព្យាយាមឲ្យកើតឡើងជាប្រកដីឲ្យឃើញនៅក្នុងធម៌នឹងឯងញោមកាន់តែញោមកាន់តែឃើញវាកាន់តែនឿយណាយញោមកាន់តែធុញទ្រាំណាយើងរៀនពិចារណាអំពីសង្ខារធម៌របស់យើងដែលយើងកំពុងអាស្រ័យនៅក្នុងទីហ្នឹងណាមានអីមានរបៀបមិនញោមសង្ខារធម៌ដែលវាមិនទៀងណាយើងនឹកឃើញអញ្ចឹងទៅដើម្បីឲ្យយើងនឹងមានឱកាសទៅស្វែងរកនៅអមតៈធម៌បានញោមអញ្ចឹងណាហើយពេលវេលារបស់យើងនេះបើយើងគិតថាពេលវេលានេះវាសមគួរហើយញោមសមគួរនៅក្នុងការស្វែងរកនៅអមតៈធម៌ហើយអញ្ចឹងសួរថាស្វែងរកទីណាញោមយើងមើលទៅសប្បុរសណាដែលជាអ្នកនឹងក្លាហានអង្អាចញ៉ាំងយើងនឹងឲ្យជាអ្នកមានសទ្ធាញោមមានការជឿជាក់នៅអីនៅហេតុនិងផលដែលលោកនឹងមានការបដិបត្តិយូរឆ្នាំហើយអញ្ចឹងយើងទៅរកបុគ្គលនឹងឯងញោមហើយបុគ្គលនឹងជាអ្នកមានអីញោមមានសិលមានអីមានសិលមានសេចក្តីខ្មាស់បាបដែរឬអត់អញ្ចឹងហ្នឹងយើងចូលទៅរកហ្នឹងយើងមិនយើងចិត្តទៅចូលទៅបានញោមយើងចូលទៅចាំឲ្យកន្លែងខុស
dương nó mà cha tự thể nhắm chỗ tờ lộ mình sâu rẻ tiệm mình sâu này nằm mình sâu ấy nhắm này cái này khá nhắm vào sáng ọt miên ban mà rẻ tiệm dương thôi nhắm hay dương còn là chỗ từ đó lấy khơi trắng cả từ sự đây thế nào mấy con lộ nứng được ai nhắm mình hiền là dây cho mùi luôn chẳng nhắm pro lộ miên samadhi đại nhắm biết tham mình cho là dây nó đâm bay ở samadhi rồi bao lộ nó tăng mỏm như ban đang sạp nhắm càng là dây thứ ấy tua rồi bao samadhi để chết nó không bên nâng ngọt miên ở ram từ môi nó việc bay tỏ lên dương nè sặc xa thố dương đăng từng ở kia nhắm mua là hai đấy cả để dương pol ra để dây ra đây mà men chỉ thố việcធ្វើឲ្យចិត្តបោះយើងខ្ញុំមិនញ៉ាំណាវាប្រះចានៅអីញ៉ាំនៅអកុសលឬក៏កុសលញ៉ាំវាប្រះចានៅកុសលពេលដែលយើងពោលមិនមែនជាធោហើយនិយាយដែលមិនមែនជាញ៉ាំមិនមែនជាកុសលវាអស់កុសលហើយតែអកុសលយើងចប់ហើយញ៉ាំទីពឹងអីព្រោះបច្ចុប្បន្នយើងរាល់គ្នាហ្នឹងយើងពឹងតែកុសលនឹងឯងមានកុសលជាទីពឹងដល់ពេលអស់កុសលហើយចប់ហើយអញ្ចឹងញ៉ាំអញ្ចឹងការសិក្សារបស់យើងក៏ជាការបញ្ជាក់ឲ្យយើងនឹងមានការប្រឹងប្រែងទាំងអស់គ្នាញ៉ាំបន្តទៅនៅក្នុងទីនឹងឲ្យបានច្រើនយល់ឲ្យបានច្រើនទៅបានឃើញនៅអរិយសច្ចៈណាទាំងអស់គ្នាអញ្ចឹងយ៉ាងហ្នឹងណាមានអីញ៉ាំមានតែការប្រឹងប្រែងបប្រតិបត្តិសំគួរដល់ធោញ៉ាំតែព្រះអង្គបានបង្រៀនយើងណែនាំយើងទាំងអស់ហ្នឹងណាយើងដឹងស្រាប់ទាំងអស់គ្នាហើយញ៉ាំយ៉ាងម៉េចដែរញោមបានសិកាអង្គស៊ីមយើងរាល់ថ្ងៃនេះបានសិក្សាហ្នឹងណាបានសិក្សាបានរៀនសូត្រទៅយ៉ាងម៉េចធ្វើឲ្យយើងខ្ញុំចាំបានសិក្សាហ្នឹងហើយមិនដែរញោមធ្វើឲ្យយើងនៅមានសភាពយ៉ាងម៉េចហ្នឹងមានសភាពដូចថាធ្វើឲ្យបងយើងជ្រះថ្លាជ្រះចឹងណាលោកម្ចាស់អូហ្នឹងហើយខ្ញុំយ៉ាងហ្នឹងគាត់ចង់បញ្ជាក់ឲ្យយើងបានឃើញថាការរៀនរបស់យើងហ្នឹងវាធ្វើឲ្យយើងហ្នឹងកើតបន់អញ្ចឹងខ្ញុំតែមានបនហើយខ្ញុំមិនចាំភ័យទេខ្ញុំមិនចាំភ័យថាអ្វីដែលជាទីពឹងបានតែខ្ញុំមានតែកុសលនឹងឯងដែលជាទីពឹងនឹងដំណើរទៅមុខទៀតដែលព្រះអង្គសម្ដែងខ្ញុំណាខ្ញុំណាសត្វទាំងឡាយហ្នឹងទៅខានឋានសួគ៌ក៏ប្រសើរដែរអញ្ចឹងខ្ញុំទៅទីរំលត់ទុកហ្នឹងក៏ប្រសើរដែរខ្ញុំហើយមានតែខ្ញុំមានអ្នកខ្លះគេសួរថាតើកន្លែងហ្នឹងព្រះអង្គសម្ដែងហ្នឹងណាព្រះអង្គមិនមែនសម្ដែងថាប៉ុណ្្នឹងទេខ្ញុំណាអញ្ចឹងណាព្រះអង្គសម្ដែងលើសពីហ្នឹងទៀតណោះខ្ញុំណាបើគោលតែជាអ្នកមានសិលរមែងទទួលនៅសម្បត្តិខ្ញុំនៅក្នុងបិដក28ណាអញ្ចឹងខ្ញុំអ្នកខ្លះគេចង់សួរថាតើនៅក្នុងសេលេនសកតញ្ញន្តិហ្នឹងតើមាននៅក្នុងគម្ពីរបត្រៃបិដកអត់ខ្ញុំហ្នឹងហើយមិនទៅឆ្ងល់របៀបហ្នឹងจะឆ្ងល់តែខ្ញុំវាឆ្ងល់ទៅថាហេតុអ្វីបានចិត្តរបស់យើងហ្នឹងពិបាកអប់រំឡើយអាហ្នឹងបើយើងត្រូវឆ្ងល់ខ្ញុំណាវាមានសភាពថាកន្លែងខ្លះយើងឆ្ងល់ទៅវាត្រូវទៅតាមសភាពវាថាហេតុអ្វីបានចិត្តរបស់យើងហ្នឹងទូមានអប់រំហើយនៅតែមិនតាន់ស្ងប់រងាប់អញ្ចឹងខ្ញុំអានេះវាជាចំណុចដែលយើងគួរតែឆ្ងល់វិញដោយសារតែយើងនឹងវាខ្វះបញ្ញាបានចិត្តនឹងវាចេះតែឆ្លេឆ្លានៅក្នុងអកុសលអញ្ចឹងខ្ញុំបើចិត្តរបស់យើងនឹងមិនឆ្លេឆ្លាមិនខ្ញុំមិនអាចទៅរកអកុសលបានទេហើយដោយសារតែយើងនឹងវាខ្វះសមាធិផងខ្វះសេចក្តីស្ងប់នៅក្នុងចិត្តហ្នឹងអាសេចក្តីស្ងប់ដែលត្រូវតាំងនៅក្នុងពេលហ្នឹងវាអត់មានអញ្ចឹងអត់មានហើយចិត្តនឹងវាចេះតែទៅរកនៅក្នុងអកុសលទាំងឯងពេលដែលចិត្តបើយើងស្ងប់រងាប់ហើយសួរថាអកុសលនឹងអាចកើតឡើងបានទេខ្ញុំអត់ទេអញ្ចឹងខ្ញុំមិនងាយទេខ្ញុំដូចយើងបានរៀបចំបិទខ្ញុំបិទរបងជុំវិញអស់ហើយសួរថាមានអ្នកណាអាចចូលមករំខានដល់យើងទេខ្ញុំបិទនោះមានន័យថាយើងនឹងហាមឃាត់នៅក្នុងទ្វារទាំង6ខ្ញុំរូបសម្លេងក្លិនរសហ្នឹងណាយើងហាមឃាត់អស់ហើយមិនអោយចូលមករារាំងមិនអោយចូលមកបៀតបៀននៅក្នុងពេលហ្នឹងបើយើងអត់បានខ្ញុំអត់បានបិទតិចទេឬក៏អត់បានបិទភ្នែកទេជួបអារម្មណ៍អីឬអារម្មណ៍អីខ្ញុំធ្វើឲ្យយើងហ្នឹងមិនអាចស្ថិតនៅក្នុងធម៌របស់ព្រះសម្មាសម្ពុទ្ធបានទេអញ្ចឹងខ្ញុំសួរតែយើងអាចស្ថិតនៅបានយល់បានទេសារតែយើងហ្នឹងខ្ញុំមានឱកាសនៅក្នុងការគ្រប់គ្រងនៅអីនៅទ្វារទាំង6នឹងឯងខ្ញុំទ្វារទាំង6ដែលវាកំពុងកើតឡើងវាកំពុងរលត់ទៅវិញនឹងឯងអញ្ចឹងហើយបើយើងពេលដែលយើងគ្រប់គ្រងបានល្អសួរថាយើងនឹងទទួលអំពីអ្វីខ្ញុំទទួលនៅសេចក្តីសុខនៅក្នុងពេលហ្នឹងហ្នឹងហើយយ៉ាងម៉េចដែរខ្ញុំនេះគ្រាន់តែជាការលើកអំពីចេតនាកម្មរបស់យើងដែលយើងបានធ្វើយើងចង់បានទទួលនៅក្នុងផលនឹងលឿនដល់យើងនឹងត្រូវមានការស្វែងរកនៅសពបរោះដែលជាអញ្ចឹងដែលជាទីពឹងរបស់យើងមានព្រះសម្មាសម្ពុទ្ធបច្ចុប្បន្នមិនមានសពបរោះក៏មានតែខ្ញុំមានពុទ្ធដីការបស់ព្រះអង្គនៅក្នុងគម្ពីរបត្រៃបិដកដែរដែលព្រះអង្គបានសម្ដែងអញ្ចឹងខ្ញុំដែលមានសពបរោះដែលជាអ្នកឆ្លៀសនៅក្នុងគម្ពីរបត្រៃបិដកនោះ40គប់លោទៅខ្ញុំវាកាន់តែចម្រើនទីហ្នឹងហើយមិនមែនថាខ្ញុំមិនមែនថាមិនចង់40គប់ទេតែមិនចង់40គប់សេចក្តីចម្រើនហ្នឹងក៏អត់កើតឡើងដែរ40គប់នៅក្នុងទីនេះយើងចូលទៅស្ដាប់ចូលទៅខ្ញុំចូលទៅទទួលអាវាតរបស់លោកទៅលោកកំពុងតែផ្ដល់នៅអីផ្ដល់នៅអបាយ
ដើម្បីរលាស់ខ្លួនចេញអំពីសក្តីទុកនឹងឯងញ៉ឹមអបាយខ្លះយើងអត់ដឹងទេញ៉ឹមយើងគិតថាយើងនឹងចេះហើយយើងដឹងហើយញ៉ឹមយើងដឹងតែខ្លួនឯងទេតែយើងមិនតាន់រកផ្លូវចេញអំពីទីនឹងបានទេអញ្ចឹងញ៉ឹមអញ្ចឹងបានយើងត្រូវតែព្យាយាមសិក្សាទៅដើម្បីរកអបាយហ្នឹងចេញទីនឹងបានដល់តែយើងនឹងត្រូវបន្តឲ្យបន្តទៀតញ៉ឹមមានវិរិយៈហ្នឹងឯងជាប្រកដីអញ្ចឹងថ្ងៃនេះយើងសិក្សាប៉ុណ្្នឹងសិនណាញ៉ឹមចឹងសង្ឃឹមថាញោមអាចយល់អំពីទីនេះហើយញ៉ឹមយល់អំពីឧបបច្ចវេទនីយកម្មគឺកម្មដែលត្រូវឲ្យនៅក្នុងភពទី2អញ្ចឹងញ៉ឹមហ្នឹងហើយញោមបាសិកាអង្គសៀមចូលរួមកម្មាទុតិមកញោមដើម្បីជាការសម្រាកនៅក្នុងពេលនេះញោមហ្នឹងហើយកណាលោកជិតតើឯណាដែលខ្ញុំព្រះករណាធ្វើឲ្យភ្លៀងភ្លួតហើយក្នុងព្រះពុនព្រះតរព្រះសង្ឃជាម្ចាស់សូមព្រះពុនព្រះតរព្រះសង្ឃជាម្ចាស់អត់នៅតរដល់ខ្ញុំព្រះករណាគណៈថ្វាយគុំលៀង សាធុ